ធ្វើជាលបុយលពាក់ដើរស្ទូងដកស៊ីឈ្នួលគេហើយកាប់តលំកាប់អុយពិបាកខ្លាំងបានចំណូលមកតិចហើយហត់ទៀតមួយថ្ងៃជួនកាល5,000បើច្រើនខ្លាំង10000មុនចូលរៀនខ្ញុំធ្វើការនៅកន្លែងភោជនីយដ្ឋានខ្ញុំបានប្រាក់ខែ$100តែខ្ញុំទូទឹកអត់គ្រប់ពេលណាមួយជាពាក្យគេឈឺភ្នែកទៅខ្ញុំបាក់ក្នុងការមើលឈប់រៀនប្រហែលកន្លះឆ្នាំអីទៅខ្ញុំដាក់ពាក្យចូលក្នុងគម្រោងរៀនមុនដំបូងខ្ញុំទៅចូលរួមប្រជុំខាងថ្នាក់ខេត្តនោះឯងគាត់មកប្រជុំទៅគាត់ប្រកាសប្រាប់ប្រជាពលរដ្ឋណាថាបើអ្នកណាចង់ទៅរៀនខាងគម្រោងលាបជួយឧបត្ថម្ភខាងកាត់ដេរខ្ញុំចង់តាំងពីខ្ញុំនៅទូចដំបូងចង់រៀនខាងកាត់ដេរតែពេលទៅដាក់ពាក្យទៅនឹកឃើញថាមានសាឡនមានសម្អាងកាយអីចឹងដាច់ព្រោះនៅភូមិខ្ញុំមានខាងសាឡនទេហើយខ្ញុំក៏ចាប់យកសាឡនហ្នឹងឯងគម្រោងលាបជួយដូចថាបង់ថ្លៃសាលាយើងហើយគាត់ចេញថ្លៃសាំងឲ្យយើងទៀតដូចថាយើងទទួលបានថវិកាពីគាត់ទាំងស្រុងទាំងម្ដងអញ្ចឹងពេលហ្នឹងខ្ញុំព្យាយាមសន្សំលុយហ្នឹងទិញឧបករណ៍មកខ្ញុំកំពុងរៀនផងខ្ញុំបើកនៅផ្ទះផងពេលរៀនចប់ហើយគាត់ជួយសម្ភារៈយើងឲ្យគេជួយ$500ក្នុងម្នាក់ក្រោយរៀនចប់ខ្ញុំចាញ់ធ្វើការបាន3ខែហើយបានខ្ញុំបើកនឹងផ្ទះខ្លួនឯងចំណូលគួរសមមួយខែគឺចំណូលប្រហែលជា200ទៅ300និយាយចំណូលវិញគ្រូមួយថ្ងៃណា200000ថ្ងៃណាដល់70រៀល80អីគ្រូហើយថ្ងៃណាតិចបំផុត100,000ជាមធ្យមអាចត្រឹម30000ឡើងឬក៏30000ចុះខ្ញុំគិតថាណាកន្លះខែអញ្ចឹងបាន300000ទៅបើហត់ដល់មួយខែតែខ្ញុំទិញអីវ៉ាន់ចូលម្ដងគម្រោងលាបបានផ្លាស់ប្ដូរខ្ញុំពីនៅផ្ទះហើយអត់ចេះស្គាល់ដឹងពីភេសជ្ជៈអីទាំងអស់ហើយបង្រៀនខ្ញុំឲ្យចេះឲ្យស្គាល់ឲ្យចេះធ្វើហើយអាចបង្កើតមុខរបរខ្លួនឯងបានសប្បាយចិត្តហើយក៏អរគុណដល់គម្រោងដែលបានជួយខ្ញុំគិតថាល្អព្រោះគម្រោងលាបជួយចំគោលដៅប្រជាជនក្រីក្រជីវភាពខ្ញុំក៏ធូរជាងមុនដែរទី1ខ្ញុំអាចដោះបំណុលគេបានទី2ខ្ញុំអាចរកថាយើងចង់បានម៉ូតូថ្មីចឹងយើងអាចទិញខ្លួនឯងបានកូនឈឺអីក៏អត់បញ្ហាលុយកាក់ទៅពេទ្យសុបាយចិត្តហើយចង់អរគុណដល់ខាងគម្រោងលាបខ្លាំងបំផុតតែឃើញខ្ញុំមានថ្ងៃនេះគម្រោងលាបល្អបំផុតសម្រាប់ខ្ញុំជោគជ័យដោយសារគម្រោងលាបខ្ញុំអាចបង្កើតមុខរបរខ្លួនឯងបានចង់ឲ្យគាត់ជួយអ្នកផ្សេងទៀតដែលគាត់ក្រគាត់អត់មានឱកាសដូចខ្ញុំចង់ឲ្យគាត់មានឱកាសចូលរៀនដូចខ្ញុំ